សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំចង់និយាយតទៅនឹងរឿងដែលកំពុងតែល្បីនៅក្នុង Facebook មែនតើគឺ viral ខ្លាំងមែនតើតទៅនឹងអ្នកចាក់សាំងហើយនឹងភ្ញៀវហើយយ៉ាងបើសិនជាយើងនិយាយយកកតាលទៅយើងស្ដាប់ទៅវាហាក់ដូចជាម្យ៉ាងម្នាក់ទេអ្វីដែលខុសគឺថតផុសតែបើសិនជាយើងស្ដាប់ភាគីទាំងសងខាងទៅវាដូចជាសមហេតុផលហើយនឹងវិជ្ជមាននិងអវិជ្ជមានទី1បងអ្នកចាក់សាំងហ្នឹងគឺគាត់ថាបើសិនជាចាក់$50អាហ្នឹងបងជាលុយដុល្លារអត់អីទេប៉ុន្តែបើសិនជាបងលុយខ្មែរវាគិត41ប៉ុន្តែបងស្រីម្ចាស់ឡានហ្នឹងគឺគាត់ថាបើសិនជាលុយខ្មែរគិតប្រមាណអីយ៉ាងទៅគាត់ថាគិតលុយខ្មែរ41យ៉ាងបើសិនជាអត់គិតទេគិតលុយដុល្លារហើយយើងស្ដាប់ទៅតាក់ទងទាំងរឿងពីរហ្នឹងវារៀងពិបាកយល់ក៏មិនតិចក៏ប៉ុន្តែធម្មតាទេព្រោះខ្ញុំចាក់សាំងក៏ខ្ញុំចាក់ទៅលុយខ្មែរដែរយ៉ាងលុយខ្មែរប្រហែលខ្ញុំឲ្យគេតែប៉ុណ្្នឹងទៅដូចជា1លីត្រ3000សាំងធម្មតាយ៉ាងទៅបើចាក់2លីត្រវា